ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើឆាពងក្រងជាមួយសាច់គោហូបម្ដងដោយសារថ្ងៃមិញខ្ញុំទៅរកអង្ក្រងបានប្រហែលជា1គីឡូដែរបងប្អូនហើយអង្ក្រងខែនេះពងល្អណាស់បងប្អូនហើយពេលយើងឆាហូបចេះទៅលឹងកមួតហើយតម្រាំតែបានមុខម្ហូបមួយមុខនេះបងប្អូនហើយយើងត្រូវឆ្លងកាត់ការងារជាច្រើនដូចជាចេញទៅរកពងក្រងដោយខ្លួនឯងហើយការទៅរកអង្ក្រងនេះបងប្អូនត្រូវក្រងខំផងក្តៅផងថាសឹងតែបាត់ចង់ហូបហើយបងប្អូនហើយសម្រាប់ក្រងឥឡូវនេះក៏អត់សូវសម្បូរទេបងប្អូនដោយសារខែនេះភ្លើងព្រៃឆេះព្រៃអស់វាអត់សូវមានស្លឹកដល់អញ្ចឹងក្រងអត់មានផ្ទះនៅទេហើយមុខរបរនេះគឺជាមុខរបរក្តៅក្រហាយដើរបុករុកផ្ទះគេអញ្ចឹងណាបងប្អូនរំតែបានពងក្រងយកមកឆាបើបងប្អូនចង់ហូបទិញគេហូបទិញទៅល្អជាងមកធ្វើដូចខ្ញុំចេះដឹងតាបាត់ចង់ហូបហើយបងប្អូនព្រោះអីខែនេះក្តៅផងក្រងខំផងស្រេកទឹកផងលើលេងចង់ហូបពងក្រងអានេះគឺជាពងក្រងដែលខ្ញុំចាក់បានដំបូងបងប្អូនគឺមួយសបុកបានតែមិនតិចទេបងប្អូនហើយសម្រាប់មួយកញ្ច្រែងនេះវិញរៀងគ្រាន់បើដែរមួយសបុកដើមធំនេះគឺដើមធ្លោកធំអញ្ចឹងសបុកវារៀងច្រើនអញ្ចឹងខ្ញុំចាក់បានពងរៀងគ្រាន់ច្រើនហើយខាងនេះក្រងយើងទឹមពងដំបូងគឺបងប្អូនវាអត់ទាន់មានសូវមានមេធំទេហើយពងដំបូងចេះវាឆ្ងាញ់ជាងមានមេដែលដុះស្លាប់ដោយសារមេដុះស្លាប់នោះយើងហូបទៅយើងស្កាត់ឥឡូវខ្ញុំបានត្រឡប់មកផ្ទះវិញបងប្អូនក៏ចាប់ផ្ដើមផ្សាយផ្សំគ្រឿងក្រូវសម្រាប់ឆាបងប្អូននេះគឺជាពងក្រងដែលខ្ញុំបានលាងរួចហើយនេះជាសាច់គោហើយនឹងខ្ទឹមដែលខ្ញុំបានត្រៀមរួចជាស្រេចហើយយើងក៏ចាប់ផ្ដើមដាក់ដាំខ្លាញ់ដើម្បីបំពងខ្ទឹមនិងកំឡោចស្ករឲ្យមានក្លិនឈ្ងុយល្អដើម្បីលីងសាច់គោរបស់យើងជាមុនសិនបងប្អូនដើម្បីឲ្យសាច់គោយើងវាឆ្អិនហើយទៅសុំយើងដាក់អង្ក្រងតាមក្រោយបងប្អូនដោយសារពងក្រងវាអត់ចាំបាច់ដូចសាច់ទេបងប្អូនយើងដាក់ចុងក្រោយគេក៏បានដែរជាមួយនឹងស្លឹកខ្ទឹមបងប្អូននេះសាច់គោយើងចាប់ដើមបានមួយអំពុះហើយយើងក៏ចាប់ដើមដាក់ពងក្រងចូលហើយជាចុងក្រោយយើងដាក់ស្លឹកខ្ទឹមរោយពីលើមកជាការស្រេចអញ្ចឹងមកភ្លក់មើលទាំងអស់គ្នាបងប្អូនអត់តបងប្អូនទាំងអស់គ្នាឆាពងក្រងសាច់គោយើងឆ្អិនហើយបងប្អូនជាមួយខ្ញុំភ្លក់សាក់មើលរសជាតិជូរអែមជាតិដែរបងប្អូនហើយសាច់កមុតពងក្រងហើយនឹងសាច់គោយើងផុយល្អដែរសមត្ថទៀតឲ្យភ្លក់ទេងាញ់អរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់អរគុណបាយបាយជួបគ្នាវីដេអូក្រោយទៀតបាទ